បាទសួស្តីអ្នកទាំងអស់គ្នាបាទវិលជួបគ្នាម្ដងទៀតហើយបាទហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការបង្ហាញពីរបៀប save ឯកសារនៅក្នុង Microsoft Office Word បាទអញ្ចឹងទាក់ទងការ save ហ្នឹងយើងចង់ដឹងថាតើការ save ឯកសារចាស់និងឯកសារថ្មីហ្នឹងវាខុសគ្នាបែបម៉េចដើម្បីកុំឲ្យខាតពេលឥឡូវយើងចូលទៅអនុវត្តរបស់គ្នាបាទអញ្ចឹងកន្លែងនេះយើងចូលមកកន្លែង file យើងនេះមកនេះកន្លែងនេះគេហៅថា manual ឬក៏ tab ក៏បានដែរឧទាហរណ៍ថា tab home ឬ tab insert ឬក៏ manual home manual insert ទៅណាបាទអញ្ចឹងកន្លែងនេះយើងចូលមក file មកហើយកន្លែងនេះវានឹងបង្ហាញទម្រង់របៀប save នេះឃើញវាមានពាក្យ save ហើយនិង save as តើទាំងពីរនេះប្រើខុសគ្នាដូចម្ដេចបាទអញ្ចឹងខ្ញុំសូមបញ្យល់មួយ save គឺយើងប្រើសម្រាប់ save ឯកសារដែលមានថាឯកសារចាស់ដែលឯកសារយើងមានរួចជាមុនរួចមកហើយមានទីតាំងមានថាទីតាំងសម្រាប់កន្លែងយើងទុកឯកសារហ្នឹងហើយនឹងឈ្មោះឯកសារអញ្ចឹងនៅពេលដែលយើងធ្វើការអាប់ដេតទិន្នន័យមកអញ្ចឹងនៅពេលដែលយើងអាប់ដេតវិញយើងគ្រាន់តែចុច save ទៅជាការស្រេចហើយឥឡូវខ្ញុំឧទាហរណ៍ចូលមកឯកសាររបស់ខ្ញុំមួយនេះអញ្ចឹងកន្លែងនេះឯកសាររបស់ខ្ញុំឯកសារចាស់ដែលវាមានឈ្មោះរួចហើយនេះឈ្មោះកន្លែងនេះ review question ទៅនេះបាទអញ្ចឹងឥឡូវខ្ញុំគ្រាន់អាប់ដេតចូលទៅដាក់បន្ទាត់ខាងក្រោមចំណងជើងនេះមកបាទអូខេអញ្ចឹងខ្ញុំរើស style បាទអូខេហើយបន្ទាប់មកខ្ញុំចូលទៅ file ហើយយកពាក្យ save អញ្ចឹងជាការស្រេចហើយអញ្ចឹងយើងអាច save បានហើយយើងចូលមកលើក្រោយយើងចង់ update អ្វីបន្ថែមទៀតក៏បានដែរបាទចំណែក save as នេះគឺយើងប្រើសម្រាប់ save ឯកសារមិនថាឯកសារថ្មីឬឯកសារចាស់ទេនៅពេលដែលយើងចុច save as ទៅវាចេញទម្រង់មកបែបនេះដើម្បីឲ្យយើងទៅកំណត់ទីតាំងសម្រាប់យើងទុកឯកសារនេះកន្លែង location នេះសម្រាប់ទុកឯកសារឬក៏យើងដាក់ឈ្មោះទៅលើឯកសារអញ្ចឹងនៅពេលដែល document ដែលយើងបង្កើតថ្មីវាអត់ទាន់មានឈ្មោះទេវាមានឈ្មោះមកចេញមកវាដាក់ document ទៅឧទាហរណ៍បើសិនជាមុនដំបូងដាក់ document ទៅទេនៅពេលយើងបង្កើតច្រើនទៅវាដាក់ document 1 document 2អញ្ចឹងទៅបាទអញ្ចឹងកន្លែងនេះយើងចុចពាក្យប្រើមកអានេះចំពោះឯកសារថ្មីយើងប្រើ save as អញ្ចឹងយើងចុចពាក្យប្រើដើម្បីយើងស្វែងរកទីតាំងសម្រាប់យើងទុកឯកសារឥឡូវឧទាហរណ៍យើងចង់ទុកនៅណានៅក្នុង drive D drive C អីចឹងទៅបាទក្នុងនេះវាមាន drive នេះ drive C drive D អញ្ចឹងពីច្រើនយើងទុកឯកសារគឺយើងទុកក្នុង drive D ហើយបាទព្រោះតកតងនឹង drive C គឺជាបណ្ដុំ file តកតងនឹងយើងសម្រាប់ទុកទៅលើ program ដែលយើងបានដំឡើងឬក៏តកតង file Windows អីចឹងបាទអញ្ចឹងកន្លែងនេះយើងអាចទុកក្នុង drive D ក៏បានប៉ុន្តែកន្លែងនេះខ្ញុំឧទាហរណ៍ថាកន្លែងនេះខ្ញុំចង់ទុកនៅក្នុង document នេះចុះបាទអញ្ចឹងខ្ញុំអាចបង្កើតឈ្មោះថ្មីខ្ញុំដាក់ខ្ញុំដាក់ review បាទ question អញ្ចឹងទៅបាទអូខេខ្ញុំដាក់ចំណងជើងបង្កើត folder ថ្មីបាទអញ្ចឹងយើងដើម្បីចូលទៅបង្កើត folder យើងគ្រាន់តែចុចពាក្យ new folder នេះបាទហើយបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់ឈ្មោះឯកសារដែរមកអូខេខ្ញុំដាក់ review question ដែរបាទដាក់ទៅ review ប៉ុណ្ណឹងហើយបាទអូខេហើយខ្ញុំចុច save មកជាការស្រេចហើយបាទអូខេអញ្ចឹងអានេះខ្ល้ายជាឯកសារចាស់ដែរបាទហើយដោយសារតែយើងបានកំណត់ទីតាំងឬក៏កំណត់ទីតាំងវារួចហើយដាក់ឈ្មោះវារួចហើយបាទមួយទៀតតាក់ទងកន្លែងទៅនេះកន្លែង save នេះបើ save as ត្រង់ចំណុច save នេះបើសិនជាយើង save ទៅលើឯកសារថ្មីនៅពេលដែលយើងបង្កើត document ថ្មីមួយទៀតមកអញ្ចឹងនៅពេលដែលយើងចុចពាក្យ save web នេះអញ្ចឹងវានឹងចេញទម្រង់ដូច save as ដែរដោយសារឯកសាររបស់យើងហ្នឹងវាអត់ទាន់មានឈ្មោះហើយនឹងទីតាំងសម្រាប់យើងទុកទេអញ្ចឹងនៅពេលដែលយើងចុចពាក្យ save ទៅវានឹងបញ្ជូនទៅកន្លែង save as ដែរដើម្បីឲ្យយើងស្វែងរកទីតាំងសម្រាប់យើងទុកឯកសារបាទបើសិនជាករណីឯកសារចាស់របស់យើងទេអត់បញ្ហាទេយើងគ្រាន់តែចុច save ទៅអញ្ចឹងវានឹង save ទៅអូតូហើយបាទហើយក្នុងវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណសម្រាប់ការតាមដានវីដេអូពីដើមរហូតដល់ចប់បាទ